នេះជាវីដេអូការទៅលេងខេត្តអយតាក់ហើយទៅក៏ចង់ទៅសាកញ៉ាំម្ហូបឥណ្ឌាម្ដងមើលដោយសារតែដឹងស្រាប់ហើយឃើញវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងឃើញម្ហូបឥណ្ឌាស្អាតអីចឹងណាប៉ុន្តែនេះនៅក្នុងហាងវាជាមិនអីទេបាទតាមចាប់ផ្លាស់ក៏ដឹងដែរហើយនេះគេដាក់ហាឡាហើយជាម្ហូបហ្នឹងខាងអ៊ីស្លាមគាត់អាចញ៉ាំបានដែរហើយនេះការតុបតែងរបស់ហាងគេហើយសំខាន់ណាគេមានតុបតែងហាងជារូបប្រាសាទអង្គរវត្តរបស់យើងទៀតហើយនឹងព្រះរបស់ខាងឥណ្ឌាខ្ញុំអត់សូវដឹងដែរហើយឥឡូវខ្ញុំចាប់ដើមមើលមនុយតើដឹងកំងអីនេះហើយម្ហូបបានទេដឹងស្រាប់ហើយអីក៏ការីគ្រឿងការីទាំងអស់ហ្នឹងតែម្ហូបគេធូរថ្លៃអត់តាមានចាប់ពី850យេនទៅដល់1500ចឹងណាហើយឥឡូវហ្នឹងពងមើលហើយពួកខ្ញុំនាំគ្នាកំពុងបាយឆាការីសាច់ប៉ប៉ែហើយនឹងការីចេះឆាការីសាច់មាន់ហើយឡើងគាត់ខ្ញុំចាំមកឡើងយកគេនេះចាំគេយកទៅចាក់មកឲ្យកំងblueberry ឡាស៊ីពណ៌ដូចសក់ខ្ញុំទៀតណាខ្ញុំញ៉ាំភេសជ្ជៈអីរសជាតិវាដូចទឹកដោះគោជូរដូចទឹកដោះគោជូររសជាតិ blueberry នឹងក៏ដល់មាត់សិនរងចាំគេយកម្ហូបមកដល់ឥឡូវម្ហូបមកដល់ហើយមានបាយឆាការីសាច់ប៉ប៉ែមានខ្ញុំយកបាយឆាបន្លែចម្រុះឆាការីដែរហើយនឹងគេថែមឲ្យការីផ្អែមបាគីមកចានសម្រាប់យើងធ្លាប់ស្ដាយហ្នឹងពេលនោះអត់បានញ៉ាំអានំគេអាងមកដោយសារលើកទី1អត់ដឹងចាំមានឱកាសទៅសាកលើកក្រោយចាំពូរៀវពេលមានស្ដាយគួរមានស្ដាយខៀវមានពោតមានដូចជាមានអានេះគោស្លឹកគ្រៃចង់ជិះដៃជិះអីខ្ញុំមកហាងឥណ្ឌាខ្ញុំបាយនឹងដៃហើយនេះស្រាបៀនឥណ្ឌាពីរអ្នកនោះគាត់ញ៉ាំស្រាបៀនខ្ញុំអត់ញ៉ាំទេនេះឆាសាច់មាន់ការីចឹងខ្ញុំគាត់ឆ្មាទៅចាប់ដើមញ៉ាំហីញ៉ាំដៃហើយពីរអ្នកគេញ៉ាំស្លាបព្រាទេហើយផ្ទះពីរអ្នកញ៉ាំដៃតែដល់ពេលមកដល់ហាងគេញ៉ាំស្លាបព្រាតែខ្ញុំវិញអត់ទេមកហាងឥណ្ឌាខ្ញុំញ៉ាំដៃអ្នកមកគាត់អ្នកមកខ្ញុំគាត់សួរលាងដៃនៅណាពេលញ៉ាំហើយអត់អីជូតกระดาษបានតែចង់ញ៉ាំតាមបែបបៃនេះឥណ្ឌាហ្នឹងណាតែទៅការីគឺធំខ្លាំងសាតេខ្លាំងខ្ញុំចូលចិត្តការីខ្មែរយើងជាងអត់សូវធំខ្លាំងសាតេហើយចានគេធំខ្លាំងហើយនេះទៅប្លន់សាច់ប៉ប៉ែមកពីមិត្តភក្តិដែលមកខ្ញុំសាច់ប៉ប៉ែឆ្ងាញ់ផងចាក់ហ្នឹងហើយនេះភ្លក់ការីដែលគេថែមឲ្យការីគេដាក់ខាងនោះមានតែបាគាទេនៅនឹងអត់មានទេមានតែសាច់គោសាច់ប៉ប៉ែសាច់មាន់ហើយនឹងបាគាគេធ្វើបែបហាឡាដោយសារមានអ៊ីស្លាមគាត់ចូលដែរចឹងហើយសាមើលរសជាតិការីដែលគេថែមឲ្យបើបានកំងអានំអាំងនឹងមួយចំនួនទៀតដឹងមិនទៅដឹងឆ្ងាញ់ប៉ុណ្ណាតើដែលអញញ៉ាំចាំលើកក្រោយមានឱកាសចំសាaquí donde nada más bacano yo ការីដែលគេថែមឲ្យនឹងរសជាតិវាផ្អែមអត់មានរសជាតិដូចខ្មែរយើងទេរសជាតិវាគ្រាន់តែផ្អែមនឹងក្លិនការីតែបើបានអានំអាំងនឹងមកដាក់ទៀតបែបឆ្ងាញ់អ្នកទាំងអស់គ្នាឮសំឡេងមិនអត់អូខ្ញុំចង់រត់សំឡេងដឹងសំឡេងឆ្កែក៏សំឡេងមនុស្សហើយសំឡេងឮសូគេវាយភុះដូចគេវាយដងអញ្ចឹងមានអារម្មណ៍ថាដូចគេវាយក្បាលឆ្កែអញ្ចឹងហើយសំឡេងយ៉ាងខ្លាំងហើយខ្ញុំខំប្រឹងប្រាប់គ្នាខ្ញុំណាលឿនងាត់ទៅខ្ញុំខ្លាចអញ្ចឹងខ្ញុំចាញ់ហ្មងឮសូសំឡេងអញ្ចឹងខ្ញុំខ្លាចចង់តែរត់ទេឥឡូវចានធំពេកញ៉ាំអត់ទេពឹងឲ្យគេជួយញ៉ាំហើយគិតមិនធម្មតាយើងស្រីតែឯងតែយើងញ៉ាំអត់ដល់យើងសម្លុតឲ្យគេជួយគេគាត់ទៅជួយឯងសម្លុតតជួយហ្នឹងអត់បានទេខ្ញុំតែគ្នាខ្ញុំអត់អីទេញ៉ាំសល់ចឹងជួយញ៉ាំគ្នាអត់ជាប្រកាន់ច្រើនទេតែគេយកឲ្យសន្តិចខ្ញុំញ៉ាំបាហើយចានធំមែនតើណាចានហ្នឹងតើញ៉ាំ2នាក់ប៉ុន្តែមិត្តភក្តិខ្ញុំ2នាក់ហ្នឹងគេនៅផ្ទះគេញ៉ាំបាយច្រើនណាស់អញ្ចឹងគេជួយញ៉ាំខ្ញុំទៅ
là mình tập lên đáy cần mà nhằm hai mẹ chụt lật mà điểm đáy lật không mà điểm là thấy chụt đấy nên cần mà chứ nó nghĩ chùm đấy chỉ có ai dân trong nhằm bài bạn đĩa chẳng á trong cặp tên đĩa là mình ấy chụt từ hay nè mọi này là đây một tràn nhung thông nè mũi nhung có thông luôn nhung có thông này một tràn trong một phân nhung mày năng nhung nhầm mày hay anh ở nơi bà hỏi phải xẻ tiền vì chính ngành ở trong chốt ở tăng phúc là hay là đồng bằng tôi với nhé bán sai ai bàn tay nơi miền lực khỏi tiệp trong mà xã nồng an trên độ cà bye bye chúc khán giả video khỏi tiền con